ដំណឹងបន្ទាន់អីយោយផ្ទុះទៀតហើយប្រទេសថៃលើកនេះកាន់តែធ្ងន់ធ្ងរជាងមុនផ្ទុះស្ថានីយ៍ហ្គាសមួយកន្លែងនៅប្រទេសថៃបណ្ដាលឲ្យកម្មករម្នាក់ស្លាប់បាត់បង់អាយុជីវិតហេដ្ឋារចនាសម្ព័ន្ធឃ្លាំងក៏ដូចជារថយន្តច្រើនគ្រឿងត្រូវបានខូចខាតទាំងស្រុងផងដែរអាយ៉ាថាតើព័ត៌មាននេះនឹងលម្អិតយ៉ាងណានោះខូចខាតអ្វីខ្លះបន្ថែមទៀតក៏ដូចជាហេតុអ្វីបានជាផ្ទុះនោះសូមពុកម៉ែបងប្អូនមកតាមដានទស្សនាវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាគ្រប់ជ្រាបសួរសាជាថ្មីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់គំនិតព័ត៌មានយើងពាក់ព័ន្ធទៅនឹងករណីផ្ទុះស្ថានីយ៍ឧស្ម័នមួយកន្លែងនៅខេត្តជន្ទបុរីប្រទេសថៃបណ្ដាលឲ្យស្លាប់កម្មករម្នាក់និងខូចខាតរថយន្តអាជ្ញាធរកំពុងតែបើកកកាយយកសាកសពចេញពីគំនរថ្មបាក់បែកផងដែរខេត្តឈុនតបុរីប្រទេសថៃយោងតាមប្រភពព័ត៌មានរបស់ស្ថានីយ៍វិទ្យុ JS 100 Radio បានដឹងថាអង្គការសង្គ្រោះបន្ទាន់និងសិលធម៌សមាគមចំណុចបូរិនបានដឹងថានៅវេលាម៉ោង 3:27 នាទីរសៀលមានហេតុការណ៍ផ្ទុះដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងផ្គត់ផ្គង់ឧស្ម័នស្ថានីយ៍ហ្គាសមួយកន្លែងស្ថិតនៅក្នុងតំបន់បូរិនខេត្តឈុនតបុរីប្រទេសថៃនៅផ្លូវលេខ 331 ហេតុការណ៍លម្អិតនិងការខូចខាតការគ្រោះថ្នាក់ដល់អាយុជីវិតកងកម្លាំងក៏ដូចជាកម្លាំងនៃការផ្ទុះបណ្ដាលឲ្យមានបំណែកបេតុងនិងផ្ទាំងថ្មអាគារដួលរលំបាក់សង្កត់លើកម្មករម្នាក់ធ្វើឲ្យបាត់បង់អាយុជីវិតភ្លាមនៅនឹងកន្លែងផងដែរការខូចខាតសម្ភារៈក្រៅពីការបាក់រលំអាគារហេតុការណ៍នេះបណ្ដាលរថយន្ត Pick up មួយគ្រឿងនៅក្នុងបរិវេណកើតហេតុនោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរអីយោយបាទពិតជាគួរឲ្យអាណ៌ធមមែនព្រឹត្តិការណ៍សង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុការអន្តរាគមន៍ភ្លាមបន្ទាប់ពីទូបានស្ដីរាយការណ៍អាជ្ញាធរនិងកងកម្លាំងសង្គ្រោះបន្ទាន់បានចុះដល់ទីតាំងកើតហេតុភ្លាមដើម្បីប្រញាប់ប្រញាល់គ្រប់គ្រងស្ថានភាពបច្ចុប្បន្នភាពចុងក្រោយបច្ចុប្បន្ននេះអាជ្ញាធរបាននឹងកំពុងធ្វើការស៊ើបអង្កេតដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះនិងការឆាបឆេរនេះយ៉ាងណាគឺមកទល់ពេលនេះអាជ្ញាធរបាននឹងកំពុងប្រើប្រាស់គ្រឿងចាក់ដើម្បីកកាយការយកសាកសពកម្មករម្នាក់ដែលបានស្លាប់បាត់បង់អាយុជីវិតនៅក្នុងហេតុការណ៍ផ្ទុះនេះចំណែកឯមូលហេតុនៃការផ្ទុះនេះពុំទាន់បានរាយការណ៍ដល់ឡើយទេរងចាំការរាយការណ៍នៅពេលក្រោយបងប្អូននេះគឺជាព័ត៌មានបឋមមួយជុំវិញហេតុការណ៍ផ្ទុះនៅស្ថានីយ៍ហ្គាសមួយកន្លែងនៅប្រទេសថៃប៉ើងទាំងពីផ្ទាំងថ្មប៉ើងទាំងពីផ្ទាំងធំច្រើនទៀតបាទហើយធ្វើឲ្យអាគារដូចជារថយន្តដែលកំពុងតែចតនៅក្បែរនោះគឺខូចខាតទាំងស្រុងផងដែរបាទមិនដឹងថាកម្មពីអីទេបាទបានជាចិត្តតែខូចខាតម្លឹងបាទប្រទេសថៃនេះគឺជាកម្មពីមួយដែលអ្នកឯងបានយករឿងរ៉ាវផ្សេងធ្វើអំពើអាក្រក់ផ្សេងមកលើទឹកដីកម្ពុជារបស់យើងយ៉ាងណាកងទ័ពអាកាសថៃបាននឹងកំពុងប្រារព្ធពិធី15ឆ្នាំនៃហ្វូងរន្ធហោះចម្បាំង F16 Gripen និងយន្តហោះផ្សេងទៀតផងដែរយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Thai Inquiry ផ្អែកលើព័ត៌មានរបស់កងទ័ពអាកាសភូមិន្ទថៃបានដឹងថាកងទ័ពអាកាសភូមិន្ទថៃបានប្រារព្ធពិធីអបអរសាទរ15ឆ្នាំនៃការដាក់ឲ្យប្រតិបត្តិការហ្វូងយន្តហោះចម្បាំង Gripen និងយន្តហោះដែលមានការបញ្ជាទិញតាំងពីយន្តហោះហើយមានសាប0340 AEF XB កាលពីថ្ងៃអាទិត្យព្រមទាំងមានការបញ្ជាក់ឡើងវិញពីផែនការបន្ថែមទិញបន្ថែមនៅយន្តហោះចម្បាំង Gripen និងជំនួយការយន្តហោះចម្បាំង F16 ដែលមានអាយុកាលចាស់ផងដែរបាទអីយោយបាទពិតជាគួរឲ្យអាណិយធមមែនប្រទេសថៃបាទប្រឹងប្រែងណាស់ដើម្បីតែចង់បានដីគេប្រឹងប្រែងទិញយន្តហោះប្រឹងប្រែងបង្អួតសាច់ដុំអីអញ្ចឹងទៅសកម្មភាពប្រារព្ធពិធីនិងបេសកកម្មសំខាន់ព្រឹត្តិការណ៍បង្ហាញអំពី Elephant Walk ទីនេះត្រូវបានរៀបចំឡើងនៅកងទ័ពអា
កាសកងទ័ពថៃលេខ7 Wing 7ក្នុងខេត្តរឆាធានីឬក៏ខេត្តសូរ៉ាត់ធានីប្រទេសថៃដោយមានការធ្វើសម្ពយុទ្ធបង្ហាញអំពីកងកម្លាំងហោះហើរ Elephant Walk រួមជាមួយនឹងកងចម្បាំង Gripen CD 9 នាក់គ្រឿង9គ្រឿងនិងរថយន្តប្រព័ន្ធការពារផ្សេងទៀតផងដែរអីយោយបាទតាំងពីយន្តហោះនោះក៏មានតាំងពីរថយន្តបែបគ្រឿងចាក់បាញ់គ្នានោះក៏មានដែរបាទគឺឲ្យមានច្រើនមែនតើបាទ5 6គ្រឿងបន្ថែមទៀតបេសកកម្មដែលធ្លាប់ទៅបំពេញកងទ័ពអាកាសថៃបានដឹងថាយន្តហោះទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់ពីសកម្មភាពបេសកកម្មការពារដែនអាកាសនិងល្បាតស៊ើបការនិងការបញ្ជាផ្សេងការត្រួតពិនិត្យរួមទាំងធ្វើការអំឡុងពេលមានភាពតានតឹងរវាងកម្ពុជានិងថៃផងដែរបាទហើយយោយបាទពិតជាគួរឲ្យសូមមេបាទប្រទេសថៃប្រឹងប្រែងណាស់បាទដើម្បីឈ្លានពានទឹកដីគេបាទយ៉ាងណានៅពេលបច្ចុប្បន្ននេះកងទ័ពអាកាសថៃមានប្រតិបត្តិការយន្តហោះ Gripen CD ចំនួន12គ្រឿងដែលបានទិញពីប្រទេសស៊ុយអែតកាលពីឆ្នាំ2008និង2011វងយន្តហោះទាំងនេះមានមូលដ្ឋាននៅវៀងលេខ7ដែលទទួលខុសត្រូវលើការការពារដែនអាកាសភាគត្បូងគ្របដណ្ដប់លើឈូងសមុទ្រថៃនិងសមុទ្រអាណ្ដាម៉ាន់ផែនការអភិវឌ្ឍនិងការទិញយន្តហោះថ្មីគឺចាប់ផ្ដើមបន្ថែមទៀតការទិញយន្តហោះចម្បាំងថ្មីគឺ F16 ក្រោមកម្មវិធីអភិវឌ្ឍបុរផាសាធី កងកម្លាំងអាកាសថៃមានផែនការទិញយន្តហោះចម្បាំង F16 Gripen ថែមពីដណ្ដប់គ្រឿងទៀតដូចជាជំនួយការយន្តហោះ F16 បន្ថែមទៀតផងដែរបាទនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai Inquiry យ៉ាងណានៅក្នុងដំណាក់កាលទី1ក្រុងទិញយន្តហោះ4គ្រឿងក្នុងតម្លៃរហូតដល់ 19.5 ប៊ីលានបាតស្មើទៅនឹង 19.5 ប៊ីលានបាតដំណាក់កាលបន្តយន្តហោះចំនួន8គ្រឿងដែលនៅសល់ត្រូវបន្តទិញបានសម្រេចត្រឹមថវិកាផ្សេងគឺត្រឹមឆ្នាំ2028បច្ចេកវិទ្យានិងអាវុធអមជាមួយបញ្ជាក់អំពីការទិញនេះគឺរួមបញ្ចូលទាំងគ្រាប់រ៉ុកែតមីស៊ីលអាកាសផ្សេងគឺដូចជាការបាញ់រយៈចម្ងាយឆ្ងាយមេតេអូប្រព័ន្ធភ្ជាប់និស្ស័យ Data Link និងសមត្ថភាពការពារប្រព័ន្ធប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិត Cyber Capability បាទនេះគឺជារឿងរ៉ាវផ្សេងដែលសៀមបាននឹងកំពុងរៀបចំទិញបន្ថែមបាទនៅយន្តហោះចម្បាំងក៏ដូចជាទិញនៅយុទ្ធឧបករណ៍ផ្សេងទៀតដើម្បីធ្វើការត្រៀមឈ្លានពានប្រទេសជិតខាងអីចឹងទៅបាទជាពិសេសបន្ទាប់ពីមានបញ្ហាជាមួយនឹងកម្ពុជាសៀមតែងតែបង្ហាញសាច់ដុំក៏ដូចជាបានត្រឹមតែបង្ហាញសាច់ដុំជាមួយកម្ពុជាទេតែបើសិនជាជាមួយភូមិវិញណោះសៀមហាក់បីដូចជាមិនហ៊ានកអឺតកតោមទេបាទបានត្រឹមតែអេហេតែប៉ុណ្្នឹងឯងហើយកន្លងមកក៏មានការបាញ់ប្រហារចេញពីខាងមីយ៉ាន់ម៉ាពីភូមិមានឃើញតែបាញ់ច្រើនដែរប៉ុន្តែសៀមដូចជាមិនដែលឃើញមានការតបតទេបានត្រឹមតែកំបាញ់អីធ្វើតែបិទតែមានរបួសជនជាតិរបស់ខ្លួនសាសាឡាអីផ្សេងភាសាក៏មិនមានការបាញ់តបទៅភូមិវិញដែរបងប្អូនចឹងព័ត៌មានយើងសម្រាប់ល្ងាចនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយទៀតបាទ